ហើយមិនប្រើទឹកបរិជាលើកទី2ទូឯសំខាន់គឺម្សៅភេសជ្ជៈធ្វើតាមខមមិនដែលអូនបានប្រាប់ណាទាំងដំបូងគឺខ្ញុំដាក់ជាមួយនឹងកៅថ្លាដាក់ពណ៌វាយឲ្យសព្វទៅតបមកចាប់ដើមធ្វើពពុះសាប៊ូម្ដងបាច់ក្បូនណាបងប្អូននេះជាមួយចុងក្រោយចុងក្រោយគឺចាក់ចូលកំប៉ុងអត់ដែរវាយអត់ចាញ់អញ្ចឹងមានតែក្លុកវិញដល់ពេលហើយគឺយើងចាក់យកពពុះសាប៊ូហ្នឹងចូលជាមួយនឹងកាវយើងទៅកូរវាឲ្យសព្វកូរឲ្យសព្វសិនសព្វជាមួយគ្នាហើយតបមកចាំយើងចាក់ម្សៅអរគុណបងប្អូនច្រើនមែនទែនដែលចូលមកខមមិនប្រាប់ខ្ញុំកូរយ៉ាងយូរដែរបងប្អូនអរគ្នាមិនតែដោយសារវីដេអូខ្លីចឹងខ្ញុំដាក់គុំយកហ្មងទៅតបមកយើងវាយឡើងខាប់បែបហ្នឹងហើយតបយើងចាក់ម្សៅភេសជ្ជៈចូលអូយមើលយីកក់របស់គេចិត្តចេញហើយចាំមើលចេញអត់ទាយមើលបងប្អូនអរគ្នាថាខ្ញុំធ្វើចេញអត់អានេះសិតតែគុណសម្បត្តិនិងឥទ្ធិពលនៃម្សៅភេសជ្ជៈណាម្សៅផ្សេងក៏អត់ចេញដែរណាយេខ្លាំងថងអញ្ចឹងណាឥឡូវធ្វើចេញហើយវាក្លិនឡើងឈ្ងុយប៉ុណ្ណឹងហៅមកលក់ម្សៅភេសជ្ជៈវិញ